ជំរាបសួរបងប្អូនទាំងអស់គ្នាហ្នឹងហើយនៅព្រឹកនេះខ្ញុំចង់នាំបងប្អូនមកមើលកណ្ដូបប៉ុន្តែមុននឹងចូលមើលកណ្ដូបឥឡូវយើងមើលស្មៅសិនកណ្ដូបយើងគឺដុសស្លាបចាប់គូបានច្រើនហើយហ្នឹងហើយតែមុននឹងចូលទៅមើលកណ្ដូបយើងមើលស្មៅហ្នឹងហើយនេះស្មៅបានច្រើនណាស់បងប្អូនហើយនេះ នេះកាត់បានបន្តិចហើយក៏ឆ្លៀតថតវីដេអូបន្តិចសិនហ្នឹងហើយដើម្បីចែកជូនបងប្អូនទស្សនាបន្តទៅទៀតហ្នឹងហើយរៀងតាំងចំមុំបន្តិចដែរត្រូវទឹកភ្លៀងបងប្អូនហ្នឹងហើយអញ្ចឹងបងប្អូនណាដែលមិនទាន់បានចុច Subscribe ចុចរូបកណ្ដឹងចុចជាវឬក៏តាមដានឯនឹង like share ឯនឹងមេដៃឯនឹងសូមជួយចុចខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីបន្តពីខ្ញុំមុនគេហ្នឹងហើយអញ្ចឹងឥឡូវយើងមើលស្មៅយើងបន្តទៀតហ្នឹងហើយនេះដើមអានេះខ្មៅនេះដើមអំពៅខ្មៅបងប្អូនអំពៅខ្មៅក៏ដុបស៊ីណាបងប្អូនខៀវនេះដើមបើដើមស្មៅផ្អែមហ្នឹងហើយមានច្រើនធឺណាបងប្អូនស្មៅមានពូជស៊ូហ្គាំពូជអ៊ីស្រាអែលពូជស្មៅរុស្ស៊ីមានច្រើនធឺណាបងប្អូនឃើញដូចមានពងឥឡូវយើងត្រូវមើលពងឲ្យពងមកពងទានេះពងទាបងប្អូនបានពងទាមួយដែរនេះគ្រប់ហើយទៅវិញដាក់ស្ងោរខ្លែមបាន1លីត្រទៀតយ៉ាងហ្នឹងខ្លែមរឿងងឹតបងប្អូនឥឡូវទៅមើលទៅណានេះបងប្អូនទាន់បានចុចមេដៃចុចនេះ Subscribe អាចសៀវរូបកណ្ដឹងនេះចុចផុងមួយទៅហ្នឹងហើយដើម្បីទទួលបានវីដេអូថ្មីហ្នឹងហើយគឺជាវីដេអូដែលបានប្រយោជន៍ឬមិនបានប្រយោជន៍មិនដឹងទេបងប្អូនចាថតទៅបងប្អូនណាគិតថាបានប្រយោជន៍ក៏ចុចមេដៃចុច share ជាវអីទៅហ្នឹងហើយបើបងប្អូនណាមិនគិតថាមិនបានប្រយោជន៍ទេក៏អូមលោងចោះហ្នឹងហើយខ្ញុំមិនទៅខឹងអីទេព្រោះថាវីដេអូខ្ញុំវាសាមញ្ញធម្មតាថតបែបធម្មជាតិហ្នឹងថតស្មៅថតកដោបថតអីចឹងទៅហ្នឹងធ្វើមិនទេបើយើងនៅស្រុកស្រែយើងទៅថតអីទៀតមានតែប៉ុណ្្នឹងឯងហ្នឹងហើយតែក៏សូមអរគុណបងប្អូនដែលបានជួយចុច Subscribe ចុចជារូបមិនដឹងកន្លងមកនេះសូមអរគុណច្រើនហ្នឹងហើយនេះខ្យល់វាយមុងដួលមកខាងស្មៅឥឡូវលើកទៅវិញលើកដាក់ទៅខាងបៀវិញតាហ្នឹងហើយកុំឲ្យមកទៅស្មៅទៅកូនជែកអញហ្នឹងហើយចឹងតស្រឡះបន្តិចបានកូនជែកកូនអីឡើងនេះស្មៅអូនដើមកម្ពស់ដែរតាឥឡូវកម្ពស់ត្រឹមចកេះហើយយ៉ាងឈោទៅមើលតែតបានថតឈោថតតែស្មៅហើយមកយើងកម្ពស់ដែរត្រឹមចកេះល្មមកាត់ឲ្យកណ្ដូបយើងស៊ីបានហើយហ្នឹងហើយមិនថាតែកណ្ដូបស៊ីទេបងប្អូនស្មៅនេះស៊ីតាំងពីគោមន់ទីអីហ្នឹងដាក់ហាន់មកឲ្យស៊ីទៅឬក៏មានសិនខ្មុកឲ្យស៊ីហ្នឹងហើយបានទៀតស្មៅហ្នឹងតែបងប្អូនខ្លះដែលមានតម្រូវការអីចង់ទិញអីលក់តែបងប្អូនស្មៅហ្នឹងហើយយកទៅដាំឲ្យគោឲ្យមន់ឲ្យជូបទាស៊ីងានកដោបចង្រិតអីហ្នឹងហើយស៊ីបានទាំងអស់ល្អណាស់បងប្អូនមើលតែគុំនេះក៏ល្អដែរណាឡើងខៀវហ្នឹងហើយតម្លាស់ទេបងប្អូនជាមួយទៅទៀតកន្លះដែរបងប្អូនមើលនេះឃើញអត់ឃើញកដោបពាក់គ្នាដែរម្ដង2ម្ដង4ក្បាលមកជាប់គ្នាហ្នឹងហើយអោបលើគ្នាខ្លះមាន2ខ្លះមាន3ចឹងទៅហ្នឹងហើយតាមតារ៉ំវាទៅហ្នឹងហើយបងប្អូនមើលឃើញទេមិនចិត្តតែនិយាយទេណាវាមានមែនណាហ្នឹងហើយក្នុងធម្មជាតិរបស់វាជួននេះអោប3ចឹងអោប1ទេ1ទល់1ចឹងខ្លះ1ទល់2ទៅ1ទល់3ហើយ4មាន5បងប្អូនធម្មជាតិរបស់វាអរគុណច្រើន
ខែហ្នឹងទៅមើលកំពស់ក្បាលបាត់ឡើយហ្នឹងហើយឥឡូវយើងចប់ពីស្មៅចូលមកមើលកណ្ដូបវិញម្ដងបងប្អូនកណ្ដូបយើងដុសស្លាបបងប្អូនហើយដុសស្លាបច្រើនកណ្ដូបចាប់គូហ្នឹងហើយតែដុសស្លាបហើយចាប់គូបងប្អូនអូដាក់កាមេរ៉ាចូលផ្អើលបងប្អូនលោតប្រសាទជាហ្នឹងហើយខ្ញុំកណ្ដូបអត់មានអីទៅថាវារឿងពិបាកទេបងប្អូនមានតែស្មៅទៅគួរទុកដាក់តម្លាក់ LC ទៅអស់ទៅអស់តម្លាក់ទៅបងប្អូនឡាធំហ្នឹងហើយតែ5ថ្ងៃទេតែយើងទុកពងវាចង់បានពូជច្រើនយើងទុកយូរជាងហ្នឹងទៀតទៅ45 50អីចឹងទៅហ្នឹងហើយត្រឹម50អីហ្នឹង55អស់យ៉ាងបងទុកយូរពេកហ្នឹងហើយចង់បានស្រាច់យើងចង់បានពងច្រើនទុកយូរបានទុកបាន65ថ្ងៃហ្នឹងហើយលើសពីហ្នឹងតែតែងាប់ទុកឲ្យតងាប់ឲ្យយកពងបានច្រើនទុកដាក់មានអីបានដូចគ្នាដែរដាក់ទៅយើងទៅបើយើងចង់ទុកតែ43ថ្ងៃបានបងប្អូន43 45ចាប់ហ្មង42 43នឹងចាប់ល្មមបងប្អូនពងវាពងតមាសាហ្នឹងហើយចាប់ចោះកំពុងពេញខ្ទិះពងឆ្ងាញ់តែម្ដងហ្នឹងហើយតែបើគេចង់បានពងច្រើនគេអត់ទាន់ចាប់ទេគេទុកដល់45 50ហើយចាប់យកពងបានច្រើនបន្តិចចាំគេចាប់លក់មេលក់ហើយហ្នឹងហើយនេះជាស្មៅបើខ្មៅបងប្អូននេះតម្លាក់ទៅហើយមុននឹងមកបន្តិចនឹងមើលស៊ីអស់បាត់ទៀតបងប្អូនហើយសល់តែដើមនេះណាស្លឹកអស់លេងហើយស្លឹកអត់សល់ដើមទេហ្នឹងហើយរូបយើងមិនច្រើនទេសល់មកកូនតុងទូចហ្នឹងសាច់នឹងបានប្រហែលជា1គីឡូហ្នឹងហើយយ៉ាង1គីឡូឬ1គីឡូកន្លះហ្នឹងច្រើនបំផុតមានទៅណាទេព្រោះមុនច្រើនដែរខ្ញុំចាប់ដាក់ឲ្យនេះស៊ីអត់ចាប់ម្ដាយឲ្យទៅគេគក់ហ្នឹងហើយចាំណាថតគេគក់មកច្បាស់ម្លងទៀតតែមានលាខ្យងដែរហ្នឹងមានលាខ្យងហ៊ានទៅដាក់ចំគក់នៅលើទ្រុងកណ្ដូបលយតាដាក់ចំណងជើងអញ្ចឹងហើយទៅលយចំគីគក់ដាក់នៅលើទ្រុងកណ្ដូបចាប់គូនោះបងប្អូនឃើញទេតិចមើលមិនឃើញនៅប្រអប់គ្នា2នោះហ្នឹងហើយ2ទៅអាខ្លះ3ទៅអញ្ចឹងណាហ្នឹងហើយបងប្អូនមើលទៅហ្នឹងហើយខ្លះឃើញសល់រឿងក្រហមនោះសល់មួយទេតែមុនខ្ញុំចាប់អស់ហើយអានេះវីដេអូថាវគ្គមុនណាចូលមកចូលគ្នាឲ្យបានគ្រប់ម៉ោងទៅហ្នឹងហើយតែបងប្អូនខ្លះជួយមើលវីដេអូខ្ញុំបានយូរណាបានត្រឹម3នាទីអីទៅហ្នឹងហើយ3នាទី5នាទីអីចាំអូសម្លងលោកខ្ញុំបានម៉ោងច្រើនបន្តិចជួយគ្នាទៅខ្មែរដូចគ្នាទៅកំណាញ់អីណាគ្រាន់តែចុចមេដៃគ្រាន់តែចុច like ចុច share ហ្នឹងចោលទៅមានអីទៅខុសអីណោះទៅកំណាញ់អីខ្មែរនេះឯងសោះហ្នឹងហើយខ្មែរទៅជួយខ្មែរជួយគ្នាម្នាក់ម្ដាយជើងទៅអីធ្វើអញ្ចឹងមានតែខាត់បងអីក៏ចុចមេដៃចុច like share subscribe នឹងថាតាមដាន subscribe អង់គ្លេស subscribe ខ្មែរយើងថាតាមដានហ្នឹងហើយចុចដើមដំបូងគេហ្នឹងបើមិនឃើញអាហ្នឹងចុចរូបកណ្ដឹងបើមិនចុចរូបកណ្ដឹងក៏ចុចជាវហ្នឹងហើយចុចជាវក៏បានដែរហ្នឹងចុចជាវហ្នឹងគឺបានន័យថាវីដេអូដែលខ្ញុំផុសទៅហ្នឹងគឺចូលទៅបងប្អូនមុនគេរហូតហ្មងគ្រប់វីដេអូដែលខ្ញុំផុសទៅហ្នឹងហើយគ្រប់វីដេអូគឺបានន័យថាវីដេអូដែលខ្ញុំផុសទៅហ្នឹងទៅគ្រប់វីដេអូទៅហ្មងឲ្យតែវីដេអូដែលខ្ញុំផុសទៅណាខ្ញុំផុសទៅ50ចូលទាំង50 100ចូលទាំង100ណាផុស10ចូល10 20ចូល20ក្នុងវីដេអូនោះក៏ផុសចូលទៅរហូតដល់យើងចុចជាវអានោះនិយាយថារបៀបតាមដានជាប់ចុចតាមដានរហូតដល់មកហ្នឹងចុចជាវហ្នឹងបើចុច subscribe តែមួយអាហ្នឹងវាមិននេះទេគាត់ណាតាមដានវាតាមដានដូចគ្នាតែចុចអាហ្នឹងក៏ដូចតាមដានរហូតទៅល្អបើគ្នា subscribe
Grab ទៅតាមដាននឹងដូចហ្នឹងហើយអញ្ចឹងយើងបែរប្រធានបទយើងវិញមកមើលកណ្ដូបវិញបងប្អូននេះតម្លាក់ស្មៅមួយសារទៀតនេះវគ្គនេះស្មៅដាក់មកស៊ីបងប្អូនអើយឡើងទៅលើមុងតង់3មុងឡើងទៅលើនេះថតរឿងឡើងងឹតបងប្អូនថតវាភ្លឺដែរទៅរឿងងឹតចូលដល់ខាងហ្នឹងដូចថាទៅបានភ្លឺស្មៅខៀវល្អដល់បងប្អូននេះអាស្មៅអំពៅខ្មៅខាងអាស្មៅខៀវនេះអំពៅផ្អែមវាដូចតែគ្នាបងប្អូនស៊ីទៅមានធំលឿនហើយនឹងបានពងធំជាច្រើនហ្នឹងហើយតែរឿងចាញ់ពៅខ្មៅបន្តិចពៅខ្មៅតាមបទសពរបស់គេថាភាគច្រើនគេថាវាឆាប់ធំលឿនជាងអាខៀវនេះហើយនឹងធំជាងអំពៅខ្មៅអំពៅផ្អែមហ្នឹងហើយបងប្អូន